ប្រាសាទរិតាបដិឋានាសនាជាមួយដុំប្លុកនិងមិនមានដុំប្លុកអាសនៈនេះជាដំបូងយើងត្រូវធ្វើសន្តាសន្ធឹងជើងយើងសងខាងបន្ទាប់មកបង្វែរមេជើងចូលខាងក្នុងបន្តិចលាដៃដោយកដៃនៅពីលើកជើងបន្ទាប់មកយើងត្រូវធ្វើការពង្រឹងជើងយើងលើកជង្គង់របស់យើងឡើងហើយបន្ទាប់មកទៀតយើងត្រូវការលើកដៃរបស់យើងឡើងទៅខាងលើដោយធ្វើការបង្វិលត្រគាករបស់យើងចុះមកខាងក្រោមដោយដាក់បាតដៃដល់នឹងកម្រាលហើយព្យាយាមពន្លូតដងខ្លួនក្បាលរបស់យើងចុះមកខាងក្រោមដោយដើរដៃរបស់យើងទៅខាងក្រោយម្ដងបន្តិចម្ដងបន្តិចរហូតដល់ស្មើជាមួយនឹងបាតជើងរបស់យើងបន្ទាប់មកយើងធ្វើការសម្រាកក្បាលរបស់យើងប្រហោយរបស់យើងទៅនឹងកម្រាលដោយធ្វើការដកដង្ហើមចេញដកដង្ហើមចូលបន្ទាប់មកយើងដើរដៃរបស់យើងមកខាងមុខលើកដងខ្លួនរបស់យើងឡើងលោតបង្រួមជើងរបស់យើងនៅក្នុងអាសនៈនេះយើងក៏អាចធ្វើជាមួយដុំប្លុកដោយដាក់ដុំប្លុកនៅពីមុខរបស់យើងបន្ទាប់មកលើកដៃឡើងលើហើយបង្វិលពីត្រគាកបន្លូតដងខ្លួនដោយដាក់ថ្ងាសរបស់យើងនៅលើដុំប្លុកធ្វើការដាក់បាតដៃនៅដល់កម្រាលហើយសម្រាប់កសម្រាប់ស្មាដោយធ្វើការដកដង្ហើមចេញដកដង្ហើមចូលហើយលើកដងខ្លួនរបស់យើងឡើង